ខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងដោយសារវីដេអូមុនវារៀងដាច់អញ្ចឹងលោកគ្រូសូមបន្តមកភ្ជាប់វិញបន្តិចជាមួយនឹងវីដេអូមុនគឺតើតើទៅនឹងយើងបញ្ចប់តើតើនឹង call function មានន័យថាទូនាទី snow របស់ epidemic សាស្ត្រមានន័យថាតើ epidemic សាស្ត្រហ្នឹងដែលយើងខំរៀនវាហ្នឹងទៅដើម្បីអីហេតុអីបានជាវាមានប្រយោជន៍ដែលគេត្រូវដាក់បញ្ចូលឲ្យយើងរៀនហ្នឹងអញ្ចឹងទូនីតិ Snow របស់វាគឺមាន6ទី1តើតើទៅនឹង surveillance public health surveillance ណាដោយដែលគ្រូបានរៀបរាប់នៅក្នុងវីដេអូមុនហើយមានន័យថាវាអាចតាមដាននៅបញ្ហាសុខភាពសាធារណៈបានតាមរយៈគេបង្កើតជាប្រព័ន្ធមួយណាប្រព័ន្ធយើងអាចវិភាគទិន្នន័យតើឧទាហរណ៍ថាតើក្រុមមនុស្សក្រុមប្រជាជនរបស់ប្រជាជនកម្ពុជាយើងនឹងមានបញ្ហាសុខភាពអីខ្លះយុវវ័យមានបញ្ហាសុខភាពអីខ្លះមនុស្សពេញវ័យមានបញ្ហាសុខភាពអីខ្លះមនុស្សចាស់មានបញ្ហាសុខភាពអីខ្លះហើយយើងអាចដឹងថាជាឧទាហរណ៍ថាប្រជាជននៅក្នុងប្រទេសមួយដែលយើងប្រជាជនមនុស្សចាស់ច្រើនតើប្រទេសជាតិយើងនឹងមានប្រឈមនឹងបញ្ហាអីខ្លះហើយឧទាហរណ៍ថានៅវ័យកណ្ដាលហ្នឹងវាមានមនុស្សតិចយុវជនពេញកម្លាំងដែលធ្វើការពលកម្មពេញហ្នឹងគឺមានបរិមាណតិចហ្នឹងតើមានបញ្ហាអីខ្លះអញ្ចឹងនេះហើយអត្រាកំណើតឧទាហរណ៍ថាអត្រាកំណើតតិចពេកតើវាមានបញ្ហាអីខ្លះណាអញ្ចឹងគឺសុទ្ធតែបញ្ហាតាក់ទងទៅនឹងប្រទេសជាតិនិងសុខភាពសាធារណៈរបស់ជាតិមួយក៏ដូចជាពិភពលោកដែរអញ្ចឹងចំណុចទី2គឺតាក់ទងទៅនឹង field investigation គឺយើងត្រូវ respond ធ្វើអង្កេតហេតុនៅ field investigation មានន័យថាយើងចុះទៅដល់ទីកន្លែងមិនមែនចុះ field ទេណាទាំងអស់គ្នាមានន័យថាមិន field ហ្នឹងមិនមែនសំដៅថាទី field ឬក៏ទីជនបទអីទេគឺទោះបីទីកន្លែងកើតហេតុណាសំដៅចំពោះទីកន្លែងកើតហេតុឧទាហរណ៍ថាមានករណីពុលចំណីអាហារករណីឆ្លងនៅមេរោគវីរុសថ្មីអាហ្នឹងគេហៅថា field investigation គឺយើងត្រូវរៀបចំ response ទៅនឹងអីដែលវា outbreak ឧទាហរណ៍ថាបញ្ហារឿងគ្រុនឈាមវាផ្ទុះឡើង5ឆ្នាំម្ដងដែលបញ្ហាគ្រុនឈាមវាអត់អាចលុបបំបាត់ចោលបានទេនៅជំងឺមួយចំនួនប៉ុន្តែយើងត្រូវ respond ថារដូវក្តៅមកដល់ហើយយើងឬក៏រដូវវស្សាមកដល់ហើយយើងត្រូវត្រៀមសម្ភារៈថ្នាំពេទ្យឬក៏អ្វីខ្លះដែលថ្នាំរបស់យើងនឹងត្រូវសកួរទុកតាមមណ្ឌលសុខភាពមួយតាម clinic មួយឬក៏តាមផ្ទះមួយនឹងត្រូវតែមានអីដែលយើងជួយសម្រួលដល់ប្រជាជនរបស់យើងហ្នឹងគឺទៅនឹង field investigation យើងត្រូវរៀបចំ response ណាមួយទៀតគឺតកតឹងទៅនឹង analytic study គឺជាការសិក្សានៅបញ្ហាមួយចំនួនតកតឹងនឹងជំងឺមួយចំនួនគឺយើងអត់ដឹងមូលហេតុថាមកមូលហេតុអីបានជាប្រជាជនស្លាប់ឬក៏បញ្ហាជំងឺមួយចំនួនអីចឹងដែលយើងអត់ដឹងមូលហេតុអញ្ចឹងយើងត្រូវបន្តការសិក្សាស្រាវជ្រាវគឺត្រូវមានគម្រោងសិក្សាស្រាវជ្រាវវាបន្តមកវាតម្លៃឧទាហរណ៍នៅពេលដែលយើងសិក្សាដឹងហើយថាវាមកពីមូលហេតុអីក៏យើងចាប់ផ្ដើមមានកម្មវិធីសម្រាប់សុខភាពសាធារណៈដូចជាកម្មវិធីអាហារយើងបង្កើតបានជាថ្នាំបំពន់វ៉ាក់សាំងអីផ្សេងហ្នឹងយើងមើលថាតើកម្មវិធីដែលយើងដាក់ឲ្យប្រើហ្នឹងតើវាមានប្រសិទ្ធភាពដែរអត់ណាវាតម្លៃប្រសិទ្ធភាពពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់មកទៀតចំណុចទី5គឺយើង connect ភ្ជាប់ណាបន្ទាប់ពីផ្សព្វផ្សាយឲ្យភ្ជាប់អានឹងទៅនឹងអ្នកអនុវត្តតអញ្ចឹងយើងណែនាំគាត់ឲ្យគាត់ប្រើប្រាស់នៅផលិតផលថ្មីឬក៏វ៉ាក់សាំងថ្មីតាមគោលការណ៍មួយទៅអាហ្នឹងគឺចេញមកពីអ្នក epidemiologist អ្នក epidemiologist ដែលអ្នក recommend ឲ្យប្រើបន្ទាប់មក policy development បន្ទាប់ពីយើងបានផុសតាងមកគ្រប់គ្រាន់ហើយយើងបំលែងផុសតាងហ្នឹងទៅជា health policy ហើយនឹងpolicy ហើយនឹង action មានន័យថាបង្កើតទៅជាគោលការណ៍ហើយនឹងសកម្មភាពដែលយើងអនុវត្តណាតើយើងត្រូវអនុវត្តគោលការណ៍មិនដើម្បីឲ្យវាមានប្រសិទ្ធភាពឧទាហរណ៍ដូចជាគោលការណ៍កាត់បន្ថយគ្រឿងស្រវឹងគឺយើងត្រូវបង្កើននៅពន្ធដារបង្កើននៅអីទៀតអញ្ចឹងតេតើទៅនឹងនយោបាយណាគោលនយោបាយចំណុចទី4គឺ epidemiology approach គឺជាដំណោះស្រាយបែប epidemic សាស្ត្រអញ្ចឹងតើ approach ហ្នឹងអ្នក epidemic សាស្ត្រគាត់ប្រើវិធីសាស្ត្រអីនៅក្នុងដំណោះស្រាយបែប epidemic សាស្ត្រគឺ
អ្នក epidemic នេះគឺជាសំណួរដែលអ្នក epidemiology តែងតែសួរឬក៏គេហៅថាអ្នក epidemic សាស្ត្រហ្នឹងដែលតែងតែសួរសំណួរគឺសួរសំណួរថា when នៅពេលណាឧទាហរណ៍ថាមានរឿងហេតុការណ៍កើតមួយឡើងមួយដូចថាកើតឡើងនៅពេលណាណា trend គឺយើងមើល trend ឧទាហរណ៍ថាកង្វះអារូបត្ថម្ភនៅកម្ពុជាកើតឡើងកង្វះអារូបត្ថម្ភកើតឡើងនៅឆ្នាំណានៅពេលណាឆ្នាំ1979ហើយបន្ទាប់មកគឺមើលពេលវេលាមើល trend មានន័យថា trend មានន័យថាការឡើងចុះនៃអាហារូបត្ថម្ភនៃកង្វះអាហារូបត្ថម្ភនៅឆ្នាំនេះវាកើនឆ្នាំនេះវាចុះអីចឹងទៅណាហើយ seasonality តើអាហ្នឹងវាជាលក្ខណៈ seasonality អត់មានន័យថាជំងឺឬក៏ហេតុការណ៍មួយចំនួនហ្នឹងវាកើតឡើងតាមរយៈរដូវកាលខ្លះគឺមានផ្ដាសាយខ្ពស់អញ្ចឹងទៅរដូវកាលខ្លះអត់សូវមានជំងឺផ្ដាសាយអញ្ចឹងទៅ onset pattern គឺលេងរយៈពេលដែលវាកើតឡើងគឺវាដូចគ្នាដែររយៈពេលដែលវាកើតឡើង where អ្នក epidemiology សួរថាកើតនៅកន្លែងណាកើតនៅតំបន់ geographic ប្រភេទណា cluster កើតនៅម្ដុំឬក៏អាហ្នឹងគឺគេប្រើ Panty ដើម្បី plot មើលអញ្ចឹងតើកើតនៅតំបន់ជនបទជំងឺខ្លះកើតឡើងតំបន់ជនបទជំងឺខ្លះកើតឡើងនៅតំបន់ដែលមានខ្សែភ្លើងដែលមាន high volta ខ្ពស់តំបន់ខ្លះគឺកើតឡើងនៅតំបន់មាត់ទឹកណាអញ្ចឹងជំងឺកើតឡើងផ្សេងគ្នាទៅតាមហ្នឹងគឺតម្រូវឲ្យយើងនឹងអាចកត់សម្គាល់បានណានៅទីកន្លែងហ្នឹងភូកើតឡើងទៅលើនរណាក្រុមអាយុណាអញ្ចឹងមានជំងឺមួយចំនួនកើតឡើងចំពោះវ័យណាផ្សេងគ្នាតើតើជំងឺខ្លះកើតឡើងចំពោះភេទស្រីភេទប្រុសណាភេទទី3អញ្ចឹងទៅជនជាតិសញ្ជាតិតើជនជាតិស្បែកខ្មៅឬជនជាតិស្បែកសដែលកើតជំងឺលើសឈាមច្រើនជាងគេតើតើនឹងអាជីពជំងឺមួយចំនួនទៀតគឺពាក់ព័ន្ធនឹងអាជីពរបស់គាត់ឧទាហរណ៍ដូចជាអ្នកធ្វើការនៅកន្លែងលាយស៊ីម៉ង់អីហ្នឹងតើគាត់ប្រឈមនឹងជំងឺអីហើយនឹង reflector តើណាដែលជាមានហានិភ័យច្រើនជាងគេ why and how ហេតុអីបានជាគាត់កើតអញ្ចឹងគឺជាសំណួរនៃ epidemic សាស្ត្រត្រូវសួរ determinant តើគឺមូលហេតុអីហើយ mechanism អីដែលធ្វើឲ្យគាត់កើតហ្នឹងហើយនឹងគាត់ប្រឈមយ៉ាងម៉េច what now ចុះឥឡូវយើងត្រូវធ្វើអីធ្វើសកម្មភាពអី control អី prevention នេះគឺជាសកម្មភាពគឺ WA question ដែលអ្នក epidemic សាស្ត្រតែងតែសួរ 3 general survey method នេះគឺជា general method មួយដែលយើងប្រើប្រាស់ដើម្បីការសិក្សាទី1គឺលក្ខណៈ descriptive ទី2លក្ខណៈ analytic ហើយនិង experimental characterize គឺបែបពិពណ៌នាហ្នឹង descriptive epidemiology ហ្នឹងគឺពិពណ៌នាថា who where when generate hypothesis កើតឡើងនៅលើអ្នកគេនៅពេលណាហើយបន្ទាប់មកក៏បង្កើតបានជាសមត្ថកម្មមានន័យថាគាត់ចាប់ផ្ដើមឆ្ងល់ថាហ្នឹងវាពិតអត់វាពិតមែនអត់ឧទាហរណ៍ថាផែនដីវាមូលតើនឹងជារឿងពិតដែរអត់អ្នកដែលនៅក្រោមពន្លឺនៅកន្លែងដែលមាននៅ high volta មានន័យថាកន្លែងខ្សែភ្លើងអីច្រើនហ្នឹងគឺឲ្យគាត់កើតមហារីកឬក៏ខ្វះខុសព្យាមែនដែរអត់អញ្ចឹងគាត់ចាប់ផ្ដើម generate hypothesis គាត់ឆ្ងល់ថាវាពិតឬក៏មិនពិតណា surveillance case report cross sectional survey អាហ្នឹងគឺជាវិធីសាស្ត្រដែលគេទៅតាមអង្កេតតាមដានមើល case report ហើយនឹងធ្វើជាលក្ខណៈ survey ពេលមើលថាតើវាមានរឿងនឹងពិតមែនអត់លក្ខណៈទី2នោះគឺ analytic គឺ test specific hypothesis គឺ test សមត្ថកម្មមើលមានន័យថាគាត់ចាប់ផ្ដើមឈានទៅដល់ធ្វើ research ពិតប្រាកដហើយកំណត់សម្គាល់តើវាមកពីនឹងមែនអត់ case cohort case control ecological study អ្នកទាំងអស់គ្នានឹងសិក្សាលម្អិតនៅខាងមុខទៀតសម្រាប់ការសិក្សាវិធីសាស្ត្រនៃការសិក្សាផ្សេងទាំងអស់នេះ experimental គឺនៅអញ្ចឹងវិធីសាស្ត្រនៃការសិក្សាហ្នឹងការបែបពិពណ៌នានេះគឺមានកម្រិតមួយដែលទាបជាងគេកម្រិតវិភាគនេះកម្រិតរៀងមធ្យមដល់ពេល golden standard គឺយើងត្រូវតែពិសោធន៍អញ្ចឹងចង់ដឹងថាអ្នកនឹងរឿងហ្នឹងពិតឬមិនពិតគឺត្រូវតែដកពិសោធន៍មើលអញ្ចឹងគេមាន researcher control exposure អីជាដែរណាអញ្ចឹងមួយទៀតគឺឈានទៅដល់ case definition មានន័យថាជា case study មានន័យថា set standard criteria តើការកំណត់នៅលក្ខខណ្ឌស្តង់ដារដើម្បីសម្រេចចិត្តថា
វាជា whether an individual should be classified having health condition of interest តើអ្នកនឹងមានបញ្ហាសុខភាពដែរអត់ហ្នឹងគឺជា case study ឧទាហរណ៍ថាអ្នកនឹងមានន័យថាយើង select case ហ្នឹងមកសិក្សាថាតើគាត់មានករណីអីដែលគាត់ប្រឈមឬក៏គាត់អាចកើតនៅជំងឺហ្នឹងអញ្ចឹងដូចដែលគ្នាយើងបានធ្វើនៅមន្ទីរពេទ្យជាដើមហ្នឹង why it is important ហេតុអីបានជាវាសំខាន់គឺ ensure consistency មានន័យថាព័ត៌មានហ្នឹងវាដូចគ្នាដែរអត់ same criteria across investigator and site មានន័យថាការសិក្សានៅឧទាហរណ៍ដូចជាការសិក្សានៅអាមេរិកគេរកឃើញថាបារីធ្វើឲ្យកើតមហារីកសួតអញ្ចឹងទៅនៅកន្លែងផ្សេងទៀតក៏រកឃើញថាបារីអាចធ្វើឲ្យកើតមហារីកសួតប៉ុន្តែបែរជាមាននៅកន្លែងមួយទៀតថាបារីជំនួយសួតធ្វើឲ្យមានអាយុវែងអញ្ចឹងទៅអញ្ចឹង ensure consistency អញ្ចឹង research នៅពេលដែលវា consistent all the same side grow the investigator ហើយនឹង side ហ្នឹងគេចាត់ទុកវាថាជា evidence មានន័យថាវាគេទទួលវាខ្លាយទៅជាការពិត enable counting អញ្ចឹងគឺវាជំរុញឲ្យមានការរាប់នៅ reliable denominator for rate ហើយនឹង statistic គឺជំរុញឲ្យយើងយល់អំពីភាគបែងដើម្បីគណនាល្បឿនហើយនឹងស្ថិតិអានេះអ្នកទាំងអស់គ្នានឹងរៀននៅ chapter ខាងមុខទៀតដែលស្ដាប់ទៅហាក់ដូចជាអត់សូវយល់ណា guide investigation មានន័យថាមានការស៊ើបអង្កេតណានាំឲ្យមានការ focus outbreak response approach មានន័យថាឧទាហរណ៍មានករណីពលចំណីមានករណីអីហ្នឹងគឺយើងត្រូវតែស៊ើបអង្កេតឬក៏ករណីមេរោគជំងឺថ្មីផ្ទុះឡើងហ្នឹងគឺស៊ើបអង្កេតតាមមូលហេតុអីឧទាហរណ៍ថាមានអ្នកមកពីក្រៅស្រុកដែរអត់ standardized reporting comparable across region and time មានន័យថាយើងធ្វើរបាយការណ៍របស់យើងទៅជាលក្ខណៈស្តង់ដារទៅតាមតំបន់ហើយនឹងពេលវេលាចឹងឯនេះជា key message ដែលអ្នកទាំងអស់គ្នាត្រូវចាំហ្នឹងគឺថា epidemiology គឺជាការសិក្សាអំពី health event នៅក្នុង population ហើយវាមិនមែនជាគ្រាន់តែរឿងបញ្ហាបុគ្គលទេ definition គឺមាន5 component study distribution determinant related event ហើយនិង population ហើយទី3គឺ it cover scope វា scope របស់វាគឺមាន1 2 3 4 5ណាមាន5ឬក៏ហើយនឹងច្រើនជាងហ្នឹងគឺទៅលើជំងឺឆ្លងជំងឺរ៉ាំរ៉ៃបរិស្ថានបញ្ហាសុខភាពផ្លូវចិត្តហើយនឹងច្រើនទៀតcore function ទាំងអស់មាន6គឺ surveillance investigation research evaluation linkage ហើយនិង policy epidemiology task គឺសួរនៅសំណួរទាំងអស់នេះអញ្ចឹងនេះជាអីដែលអ្នកទាំងអស់គ្នាត្រូវ take away គឺជា take home message ណា take away មានន័យថា take home message អរគុណ